ខ្ញុំតើសារខ្លួនឯងមួយដែលខ្ញុំខ្លាចជាគ្រូជាខូចម្នាក់នៅក្នុងចាប់ផ្ដើមជាគ្រូយូហ្គានេះគឺ7ឆ្នាំហើយចា fitness គឺខ្ញុំទៅតែ add 3ឆ្នាំចុងក្រោយនេះទេដែល add បញ្ចូលគ្នាអញ្ចឹងតាំងពី yoga មកដល់ឥឡូវគឺ7ឆ្នាំចាបងប្អូនហើយខ្ញុំក៏អត់សូវបដោតហាត់ handstand ហ្នឹងហ្មងឯបងប្អូនអស់នេះគឺបដោតទៅលើបរិញ្ញាសិស្សទេទៅតែឆ្នាំ2000នេះទំចូលខែហ្នឹងឯងខ្ញុំបដោតទៅលើ handstand ជើងចេញពីអញ្ចឹងណាចាហើយថ្ងៃនេះមកតើសារខ្លួនឯងតើសារមួយបងប្អូនថាខ្ញុំអាចជាខ្លាយជាគ្រូគេបានណាទាំងដែលខ្ញុំអត់ធ្លាប់គិតពីមុនគ្រាន់តែថាខ្ញុំជាមនុស្សម្នាក់ដែលអត់ឈប់ក្នុងការអភិវឌ្ឍខ្លួនទេបងប្អូនព្រោះដោយសារតែខ្ញុំគិតថាខ្ញុំរៀនបានត្រឹមថ្នាក់ទី4ប្រវត្តិរបស់ខ្ញុំហើយខ្ញុំជឿថាប្រវត្តិនៃរបស់ខ្ញុំគឺมันអាចកំណត់វាសនាខ្ញុំបានទេអញ្ចឹងហើយទើបខ្ញុំស៊ូហើយខ្ញុំប្រឹងប្រែងធ្វើអ្វីដែលខ្ញុំស្រឡាញ់ចូលចិត្តហើយខ្ញុំអភិវឌ្ឍវាជានិច្ចមិនថាពីមុនខ្ញុំបងប្អូនដឹងថាធ្វើការរោងចក្រ10ឆ្នាំលក់បន្លែធ្វើចការធ្វើស្រែធ្វើចការហ្នឹងគឺថា3ឆ្នាំចាហើយពីក្មេងខ្ញុំអត់រាប់ទេណាខ្ញុំចេញពីស្រុកអាយុ12ឆ្នាំមើលក្មេងបងប្អូនពីណាដែលគិតថាជីវិតខ្ញុំអាចមកដល់ថ្ងៃហ្នឹងបានចាបើនិយាយថាពីសំណាងក៏ខ្ញុំជឿលើសំណាងដែរប៉ុន្តែការខំប្រឹងប្រែងខ្ញុំជឿលើជាងអីទាំងអស់មានការខំប្រឹងប្រែងទៅយើងមានឱកាសទៅថាសំណាងបានចូលមកហើយបើគ្មានការខំប្រឹងប្រែងទេឥឡូវដូចជាឧទាហរណ៍ថាខ្ញុំកំពុងធ្វើ handstand នេះចាក្បាច់មួយនឹងអញ្ចឹងបងប្អូនតែគិតថាអូមកពីខ្ញុំខ្លាំងហើយបើសិនជាខ្ញុំខ្លាំងមកពីខ្ញុំមានសាច់ដុំឬក៏មកពីខ្ញុំនឹងមាំមួនមកពីខ្ញុំនឹងប៉កែចាបងប្អូនណាខ្ញុំឲ្យមើលណាចាបងប្អូនអត់បានឃើញកាលពី7ឆ្នាំមុនដែលខ្ញុំចាប់ផ្ដើមដំបូងទេអញ្ចឹងនឹងហើយដែលខ្ញុំចង់ឲ្យបងប្អូនលើកទឹកចិត្តចាលើកទឹកចិត្តខ្លួនឯងដែរហើយលើកទឹកចិត្តបងប្អូនអ្នកដែលមើលជាពិសេសគឺអ្នកដែលរៀនបានតិចនៅក្នុងវ័យ35ឡើង40ឡើងចា35ឡើង40ឡើងខ្ញុំ35ឡើងទៅខ្ញុំរកជំនាញមួយដែលខ្ញុំស្រឡាញ់ចូលចិត្តឃើញចាហើយពីមុនអត់គិតទេបងប្អូនចាអញ្ចឹងអ្នក35ឡើង40ឡើងបងប្អូនទាំងអស់គ្នានឹងអ្នករៀនបានតិចដូចខូចម្លីដូចអ្នករៀនបានត្រឹមថ្នាក់ទី4ទី5ចាកុំបិទឱកាសបើបងប្អូនមិនរៀនទៀតទេគំនិតរបស់យើងអត់មានអីថ្មីទេហើយបើបងប្អូនចង់ផ្លាស់ប្ដូរជីវិតបងប្អូនត្រូវផ្លាស់ប្ដូរខ្លួនឯងមុនសិនផ្លាស់ប្ដូរខ្លួនឯងថាខ្លួនឯងចង់ធ្វើអីឧទាហរណ៍ថាខូចម្លីអញ្ចឹងខ្ញុំរៀនសាឡនមកអញ្ចឹងខ្ញុំរៀនសាឡនហ្នឹងហើយបាទខ្ញុំអាចឆ្លងមកដល់រៀនកញ្ចក់ហើយខ្ញុំរៀនកញ្ចក់ហើយបាទខ្ញុំអាចមករៀនជាគ្រូយូហ្គាហើយខ្ញុំរៀនគ្រូយូហ្គាមកហើយបាទខ្ញុំមកបន្ថែមទៀតជាគ្រូជីម fitness ចាអញ្ចឹងនឹងហើយដែលចង់ឲ្យបងប្អូនទាំងគ្នាថាអតីតកាលរបស់យើងវាជាស្ពានឲ្យយើងឆ្លងមករកអនាគតដែលហើយជំនាញមួយនេះខ្ញុំកាន់តែធ្វើខ្ញុំកាន់តែស្រឡាញ់ខ្ញុំកាន់តែចូលចិត្តខ្ញុំកាន់តែអភិវឌ្ឍវាព្រោះជាជំនាញមួយដែលទាន់សម័យកាលហើយជាជំនាញមួយដែលមនុស្សត្រូវការរហូតអត់ហួស delay និយាយទៅជំនាញខ្លះហួស delay បងប្អូនទាំងគ្នាតែជំនាញនៅផ្នែកសុខភាពផ្នែកសម្រស់ផ្នែករាងកាយគឺមនុស្សត្រូវការមនុស្សគ្រប់វ័យមិនថាក្មេងមិនថាចាស់ជាពិសេសគឺមនុស្សស្រីបានទាំងចំណូលបានទាំងលុយបានទាំងសុខភាពល្អបានទាំងរាងស្អាតអញ្ចឹងវីដេអូនេះខ្ញុំលើកទឹកចិត្តដល់ស្ត្រីដែលមិនទាន់មានជំនាញដែលខ្លួនឯងស្រឡាញ់ចូលចិត្តបងប្អូនរៀនទៀតធ្វើទៀតប្រឹងអស់ពីសមត្ថភាពបើមិនស្រឡាញ់ដូររៀនមួយទៀតអញ្ចឹងណាចាអញ្ចឹងហើយទើបទាំងអស់គ្នារកអ្វីដែលយើងស្រឡាញ់ចូលចិត្តឃើញហើយចំណុចពិសេសរបស់យើងគឺនឹងលេចធ្លោគឺមនុស្សម្នាក់មានចំណុចខ្លាំងចំណុចពិសេសរៀងខ្លួនស្អាតរៀងខ្លួនអញ្ចឹងកន្លែងមួយថ្ងៃមួយដែលបងប្អូនរកចំណុចខ្លាំងរបស់ឃើញខ្លួនឃើញខ្លួនឯងបានទាំងអស់គ្នានឹងមានជីវិតមួយដែលខ្លួនឯងចង់បានស្រឡាញ់ចូលចិត្តអញ្ចឹងនេះហើយទៅជាជីវិតដែលយើងមនុស្សស្រីយើងចង់បានអញ្ចឹងនេះជាជំនាញដែលខ្ញុំចាប់កាន់តែស្រឡាញ់កាន់តែចូលចិត្តជាគ្រូយូហ្គាចា fitness ចានេះហើយបានទាំងរាងស្អាតបានទាំងសុខភាពល្អបានទាំងសាងចំណូលបានដោយខ្លួនឯងហើយសំខាន់បងប្អូនទាំងអស់គ្នាយើងអាចធ្វើដល់ចាស់ចា